សូមគោរពសម្ដេចទ្រង់អាដាមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយុបវណ្ណៈសូមស្វាគមន៍មកកាន់ទូរទស្សន៍សម្លេងកម្ពុជា Voice of Cambodia TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋ California សហរដ្ឋអាមេរិកសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានផ្ដាំផ្ញើសារយ៉ាងចាក់ដោតថាត្រូវតែប្រែក្លាយការជឿចាប់លើបញ្ហាទឹកដីទៅជាភាពរឹងមាំនៃប្រជាជាតិខ្មែរទោះបីចំនួនទឹកដីគឺជាការឈឺចាប់ប៉ុន្តែសម្ដេចបានដាស់តឿនឲ្យខ្មែរគ្រប់រូបប្រែក្លាយការឈឺចាប់ទាំងនេះទៅជាកម្លាំងសាមគ្គីភាពនិងភាពរឹងមាំព្រោះគ្មាននរណាអាចជួយយើងបានក្រៅពីយើងជាប្រជាជាតិខ្មែរនោះទេកម្ពុជាសូមឲ្យ AOT បង្កើនតួនាទីរបស់ខ្លួនជាមួយនឹងបច្ចេកទេសនិងបច្ចេកវិទ្យាដូចជាតាមរយៈ Skyline តាមរយៈផ្កាយរណបដើម្បីសង្កេតមើលលក្ខណៈបច្ចេកទេសថាតើអ្នកណាឆ្លៀនពៀនអ្នកណាមុនអ្នកណាបង្កទំនាស់ជាមួយអ្នកណាមុនពិសេសបង្កទំនាស់គ្រប់បែបយ៉ាងនៅលើអធិបតេយ្យភាពទឹកដីរបស់កម្ពុជាទាំងដាក់ទូកុងតឺន័រពាត់របងបណ្ណាលុះឈូសឆាយដីជីកបន្លាយរលប្លន់យកទឹកដីកម្ពុជាជារៀងរាល់ថ្ងៃតាមតែអំពើចិត្តក្រោយពីបទជប់បាញ់ចូលជាធរមានតាំងពីថ្ងៃទី28ខែធ្នូ2025មកម្លេះកិច្ចព្រមព្រៀងផ្សេងជាច្រើនទៀតទាំងសន្ធិសញ្ញាសន្តិភាពនៅទីក្រុងកាឡាឡាំពួរផងដែរហើយតែងតែយកលេសនិងគិតវេះមិនព្រមចូលតុចរចាជាមួយនឹងគណៈកម្មាធិការ JBC និង GBC ទោះបីរដ្ឋាភិបាលសភាថៃបង្កើតថ្មីមកហើយក៏ដោយនាវាចម្បាំងរបស់រុស្ស៊ីចំនួន3គ្រឿងនឹងចូលសម្ចតនៅកំពង់ផែខេត្តព្រះសីហនុរយៈពេល4ថ្ងៃគឺចាប់ពីថ្ងៃទី5ដល់ថ្ងៃទី8ខែមេសា2026នេះនាវាចម្បាំងទាំង3គ្រឿងនេះមានផ្ទុកនាវិកប្រមាណ262នាក់ទៅ300នាក់គឺដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងបង្កើនមិត្តភាពរវាងកងទ័ពជើងទឹករុស្ស៊ីនិងកម្ពុជាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតប្រធានប្រតិភូដឹកនាំនាវាទាំង3គ្រឿងនេះគឺលោកវរៈសេនីយ៍ឯកជីវ័យអាន់ដ្រេជាប្រធានក្រុមនាវាកងទ័ពជើងទឹករុស្ស៊ីនាវាទាំង3គ្រឿងនេះរួមមានទី1ឈ្មោះ Silver Sony លេខ333ទី2គឺឈ្មោះ Whiskey លេខ343និងនាវាទី3ឈ្មោះ Pechakaក្នុងអំឡុងពេលចូលសម្ចតរយៈពេល4ថ្ងៃនេះប្រតិភូនាវាទាំងនេះនឹងចូលជួបពិភាក្សាការងារជាមួយនឹងអាដាមអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងចូលជួបពិភាក្សាការងារជាមួយនឹងអាដាមឧត្តមសេនីយ៍ឯកទាសុខាមេបញ្ជាការកងទ័ពជើងទឹកនឹងចូលជួបពិភាក្សាការងារជាមួយនឹងមេបញ្ជាការមូលដ្ឋានសមុទ្ររៀមផងដែរ UN គម្រោងកោះប្រជុំជាបន្ទាន់ត្រៀមបញ្ជូនទ័ពទៅបើកច្រកសមុទ្រហូម៉ូសដោយសន្តិវិធីក្រោមច្បាប់អន្តរជាតិជានីតិវិធីដ៏ស៊ីជម្រៅបំផុតបន្ទាប់ពីការប្រើប្រាស់ហេតុផលការពារសន្តិសុខសកលនិងការទប់ស្កាត់អាវុធនុយក្លេអ៊ែរដើម្បីវាយប្រហារទៅលើអ៊ីរ៉ង់អស់រយៈពេលជាង1ខែកន្លងមកនេះប៉ុន្តែថ្មីនេះទីបំផុតលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ព្រមប័ណ្ណជប់បាញ់2សប្តាហ៍ជាមួយនឹងអ៊ីរ៉ង់និងកំពុងពិនិត្យសំណើទាំង10ចំណុចនេះ US President Donald Trump has finally agreed to a 2-week ceasefire with Iran and is also reviewing the 10-point deal របស់ទីក្រុងទីរ៉ង់ដែរដើម្បីបញ្ចប់សង្គ្រាមជាស្ថាពរនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គមប្រមុខសេដ្ឋវិមានលោក Donald Trump បាននិយាយថាខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែកនិងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល2សប្តាហ៍បទជប់បាញ់ពីភាគីទាំងសងខាងលើកិច្ចព្រមព្រៀងនេះគឺបានមកពីការចេញមុខសម្របសម្រួលនិងលើការពិភាក្សាគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Donald Trump ក៏បានបញ្ជាក់ដែរថាលោកបានទទួលសំណើ10ចំណុចពីប្រទេសអ៊ីរ៉ង់ហើយជឿជាក់ថាគឺជាមូលដ្ឋានយកទៅអនុវត្តសម្រាប់ការចរចាដើម្បីបញ្ចប់សង្គ្រាមប៉ុន្តែនៅក្នុងរយៈពេល2សប្តាហ៍នេះនឹងអនុញ្ញាតឲ្យកិច្ចព្រមព្រៀងត្រូវបានសម្រេចជាស្ថាពរនិងពេញលេញសំណើទាំង10ចំណុចនោះរួមមាន 1. ការធានាអ៊ីរ៉ង់នឹងមិនត្រូវបានវាយប្រហារម្ដងទៀតទេ 2. ការបញ្ឈប់សង្គ្រាមជាស្ថាពរមិនមែនត្រឹមតែបទជប់បាញ់ 3. បញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅលើលីបង់ 4. លុបចោលរាល់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ 5. បញ្ឈប់ការវាយប្រហារក្នុងតំបន់ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ 6. ជាការឆ្លើយតបរបស់អ៊ីរ៉ង់មុនបើកច្រកសមុទ្រហូម៉ូសឡើងវិញ 7. អ៊ីរ៉ង់នឹងកំណត់យកកម្រៃសេវា$2លាននៅក្នុងមួយនាវា 8. អ៊ីរ៉ង់នឹងបែងចែកប្រាក់ចំណូលទាំងនេះជាមួយនឹងប្រទេសអូម៉ង់ 9. អ៊ីរ៉ង់នឹងចេញច្បាប់សម្រាប់ការធ្វើដំណើរដោយសុវត្ថិភាពតាមច្រកហូម៉ូស ទី10នឹងប្រើប្រាស់ប្រាក់ចំណូលពីច្រកសមុទ្រហូម៉ូសសម្រាប់ការស្ដារឡើងវិញជំនួសឲ្យការបង់សំណងនេះគឺជាដំណឹងមួយដ៏ល្អសម្រាប់ពិភពលោកដែលសង្ឃឹមថាភ្លើងសង្គ្រាមមជ្ឈិមបូព៌ានឹងរលត់ហើយវិបត្តិសេដ្ឋកិច្ចដែលបង្កឲ្យថ្លៃទំនិញនិងប្រេងឡើងថ្លៃក៏ត្រូវបញ្ចប់នោះដែរប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងការភ្លាមថាករណីអ៊ីស្រាអែលដែលបន្តវាយប្រហារប្រទេសលីបង់មិនជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបទជប់បាញ់រវាងអាមេរិកនិងអ៊ីរ៉ង់រយៈពេល2សប្តាហ៍នោះទេអ៊ីស្រាអែលនិយាយថា
នឹងបន្តវាយប្រហារលើប្រទេសលីបង់កំតិចហេដ្ឋារចនាសម្ព័ន្ធលីបង់គឺមិនពាក់ព័ន្ធនឹងអ៊ីរ៉ង់នោះទេហើយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ជារឿងដាច់ដោយឡែកហើយអ៊ីរ៉ង់ត្រូវតែគោរពកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកព្រោះគោលដៅអ៊ីស្រាអែលវាយប្រហារប្រទេសលីបង់ដើម្បីគម្រាមមេដឹកនាំលីបង់លោកបន្តថាអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រហូម៉ូសតាមការសន្យាលើកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកដើម្បីឲ្យនាវាឬកប៉ាល់ដឹកទំនិញឆ្លងកាត់បែរចង់មកដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារលើលីបង់ទៅវិញគឺទៅមិនរួចនោះទេសេចក្តីថ្លែងការណ៍របស់អាដាមម៉ាញូអែលម៉ាក្រុងប្រធានាធិបតីសាធារណរដ្ឋបារាំងបន្ទាប់ពីជំនួបពិភាក្សាជាមួយនឹងសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅទីក្រុង Paris in the Paris អាដាមម៉ាញូអែលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ One Health Summit កាលពីថ្ងៃទី6ដល់ថ្ងៃទី8នៅទីក្រុងលីយ៉ុងនិងសម្រាប់ការពិភាក្សាផ្លាស់ប្ដូរយោបល់រវាងកម្ពុជានិងបារាំងយើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀតក្នុងវិស័យធម្មពលសុខាភិបាលក៏ដូចជាវិស័យបេតិកភណ្ឌតាមរយៈអង្គការ Francophonie យើងក៏កំពុងធ្វើដំណើរជាមួយគ្នាផងដែរបន្ទាប់ពីកិច្ចប្រជុំនៅ Villa Carteret សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាមិនបានស្នើសុំការគាំទ្រនយោបាយពីសំណាក់លោកម៉ាញូអែលម៉ាក្រុងប្រធានាធិបតីសាធារណរដ្ឋបារាំងនោះទេសម្ដេចបវរធិបតីគ្រាន់តែរៀបរាប់ជូនជាព័ត៌មានដល់ប្រធានាធិបតីនៅអ្វីដែលបាននឹងកំពុងបន្តប្រព្រឹត្តទៅរាល់សភាពការចាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃតែប៉ុណ្ណោះហើយក៏សូមបញ្ជាក់ដែរថាការពិភាក្សារវាងភាគីទាំងពីរទទួលលទ្ធផលល្អប្រសើរនេះជាឱកាសបន្ថែមមួយទៀតបង្កើននិងពង្រឹងចំណងមិត្តភាពដ៏ស្និទ្ធស្នាលដែលផ្សារភ្ជាប់ប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតខ្លាំងឡើងលើកិច្ចសហការយូរអង្វែងលើគ្រប់វិស័យរួមទាំងឯកសារផ្សេងៗជាច្រើនទៀតដែលបានឯកភាពយល់ព្រមព្រៀងគ្នាក្នុងអនុសញ្ញាបារាំងសៀម1904និងសន្ធិសញ្ញាបារាំងសៀម1907ប៉ុន្តែបារាំងនៅតែប្រកាន់ខ្ជាប់នៅភាពយុត្តិធម៌ជាមូលដ្ឋានលើគ្រប់បញ្ហាដែលវិវាទតាមបណ្ដោយព្រំដែនអន្តរជាតិកម្ពុជាថៃជានិច្ចសូមអរគុណទូរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាទូរទស្សន៍សំឡេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងលើ page Facebook ក៏ដូចជា YouTube Channel ផងដែរដើម្បីទទួលបាននូវព័ត៌មានថ្មីៗសូមអរគុណជម្រាបលាជួបគ្នាវេលាក្រោយទៀត